នៅបញ្ញរិទ្ធរំភើបអត់សុខស្រីនាងលោកនៅបញ្ញរិទ្ធត្រូវបានអ្នកនាងសុគន្ធនិសាធ្វើខួបកំណើតគម្រប់ខួបអាយុ44ឆ្នាំឲ្យកាលពីថ្ងៃទី18ខែមិថុនាឆ្នាំ2025ហើយនិសាបានជូនពរឲ្យនៅតែក្មេងស្អាតសុខភាពល្អសុខសប្បាយនិងជោគជ័យការងារចំណែកកញ្ញាអ្នកស្រីណាលោកវង្សតារារតនានិងតារារួមអាជីពផ្សេងទៀតក៏បានជូនពរលោកបញ្ញរិទ្ធស្រដៀងនឹងនិសាដែរប៉ុន្តែអ្វីដែលចម្លែកគេមិនឃើញសុកស្រីនាងចេញមកធ្វើខួបកំណើតឲ្យលោកបញ្ញរិទ្ធឬក៏ជូនកាដូលោកដូចឆ្នាំមុននោះទេលោកនៅបញ្ញរិទ្ធបានជ្រកនៅហង្សមាសជិត30ឆ្នាំមកហើយនិងគ្មានដំណឹងលោកដើរចេញពីទ្រនំចាស់នេះទៅជ្រកនៅទ្រនំថ្មីដោយតារាអាជីពផ្សេងឡើយបើទោះបីជាចុងក្រោយនេះគេមិនឃើញលោកមានបទថ្មីល្បីដូចមុនក៏ដោយបរោះសាច់សខ្ចីដោយស្រីរូបនេះធ្លាប់ចាប់ដៃសុគន្ធនិសាច្រៀងនិងសម្ដែងទាំង MV លើឆាកទើបពេលនេះនិសាដើរចេញពីហង្សមាសទៅហើយក៏មិនភ្លេចដៃគូចាស់ម្នាក់នេះរហូតឆ្លៀតសប្រាយខួបកំណើតឲ្យលោកតតែបានសូមបញ្ជាក់ថាទោះបីជានប់បញ្ញរិទ្ធមានវ័យជ្រេបន្តិចមែនប៉ុន្តែលោកនៅតែដែរតួសំខាន់របស់ហង្សមាសព្រោះក្រៅពីតារាចម្រៀងលោកក៏ជាគ្រូបង្វឹកនិងគណៈកម្មការកម្មវិធីធំពីរគឺ The Voice Cambodia និង Cambodia Idol ហើយលោកបានឈានទៅថតភាពយន្តជាបន្តបន្ទាប់ទៀតផងលោកនៅបញ្ញរិទ្ធក៏មិនធ្លាប់មានប្រតិកម្មអាក់អន់ស្រពន់ចិត្តដោយអតីតតារាមួយចំនួនទៀតដែលគ្មានបទចម្រៀងព្រោះលោកបានដើរតួជាអ្នកចម្រៀងផងជួយតារាវ័យក្មេងៗរបស់ហង្សមាសផងដែលត្រូវបន្តវេនហេតុនេះហើយបានជាតាមព័ត៌មានថាលោកអុកញ៉ាអឹងឆៃងួនអគ្គនាយកហង្សមាសនៅតែពេញចិត្តលោកនៅបញ្ញរិទ្ធបន្តនៅប្រតិកម្មខ្លួនបើទោះបីជាមុននេះលោកលឹមទិកម៉េងម្ចាស់ពាន Cambodia Idol រដូវកាលទី4ត្រូវបានគេប្រដូចថាមានរូបរាងនិងសមត្ថភាពស្រដៀងលោកនៅបញ្ញរិទ្ធឬអាចជំនួសលោកបាននាពេលអនាគតក៏ដោយលោកនៅបញ្ញរិទ្ធប្រឡូកសិល្បៈជិត30ឆ្នាំមកនេះលោកមិនដែលបង្ហាញឬបណ្ដើរមុខគូស្នេហ៍ជាសាធារណៈម្ដងណាឡើយបើទោះបីជាអ្នកខ្លះសង្ស័យថាលោកមិនមែនស្រឡាញ់ស្រីទៀតផងប៉ុន្តែកាលពីឆ្នាំ2021លោកបញ្ញរិទ្ធបញ្ចេញស្នេហ៍សិតស្នេលជាមួយអ្នកមេម៉ាយរូបស្រស់សុកស្រីនាងរហូតគេសង្ស័យថាពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាទៀតផងពេលនោះហ្វេនទាំងសងខាងបានជំរុញឲ្យពួកគេក្លាយជាគូស្នេហ៍ពិតព្រោះតែមើលទៅស៊ីចង្វាក់គ្នាល្អប៉ុន្តែគួរឲ្យស្ដាយជាង4ឆ្នាំមកនេះស្រីនាងបានផ្ដាច់ខ្លួនពីអាជីពចាស់ទាំងស្រុងហើយក៏គ្មានភាពស្និទ្ធស្នាលជាមួយលោកបញ្ញរិទ្ធដូចមុនដែរប៉ុន្តែលោកបញ្ញរិទ្ធនៅតែឈរជើងយ៉ាងរឹងមាំនៅហង្សមាសជាបន្តទៀតពោលគឺស្ថិតក្នុងអាយុ44ឆ្នាំនេះលោកមិនដែលនិយាយថាចង់ដកខ្លួនឬឈប់ច្រៀងឡើយ